ភ្ញៀវទេសចរអន្តរជាតិទិញសម្បត្តិចូលទស្សនាតំបន់អង្គរខេត្តសៀមរាបបានធ្លាក់ចុះប្រមាណ 30% នៅក្នុងរយៈពេល 2 ខែដើមឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើយោងតាមអគ្គនាយកដ្ឋានគ្រឹះស្ថានអង្គរប្រពន្ធដដែលបញ្ជាក់ថារយៈពេល 2 ខែនេះមានទេសចរអន្តរជាតិជាង 18,000 នាក់បានទិញសម្បត្តិទស្សនាតំបន់អង្គរវត្តដែលគិតជាទឹកប្រាក់ប្រមាណ $9 លានអាមេរិកលោកលីសែអគ្គនាយកគ្រឹះស្ថានអង្គរបានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃច័ន្ទនេះថានិន្នាការនៃការធ្លាក់ចុះនៃចំនួនទេសចរអន្តរជាតិចាប់ផ្ដើមពីខែមិថុនាឆ្នាំ 2025 នេះបើតាមគ្រឹះស្ថានអង្គរប្រភពដដែលបានបញ្ជាក់ថារយៈពេល 2 ខែនេះមានទេសចរអន្តរជាតិជាង 18,000 នាក់បានទិញសម្បត្តិទស្សនាតំបន់អង្គរវត្តដែលគិតជាទឹកប្រាក់ប្រមាណ $9 លានអាមេរិកលោកលីសែអគ្គនាយកគ្រឹះស្ថានអង្គរបានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃច័ន្ទនេះថានិន្នាការនៃការធ្លាក់ចុះនៃចំនួនទេសចរអន្តរជាតិបានចាប់ផ្ដើមពីខែមិថុនាឆ្នាំ 2025 មូលហេតុគឺដោយសារឥទ្ធិពលនៃចំនួនព្រំដែននិងការផ្សព្វផ្សាយអវិជ្ជមានជុំវិញបញ្ហាឆបោកតាមប្រព័ន្ធអនឡាញឥឡូវវាចាប់ងើបឡើងវិញតិចតិចក៏តែវាអត់ងើបទាន់ពេលដល់ពេលនៅពេលដែលខែយើងអត់មានបញ្ហានៅខែមករាកុម្ភៈនៅក្នុងឆ្នាំ2025នៅឡើយទេលោកលីសែបានលើកឡើងថាសង្គ្រាមប្រឆាំងប្រទេសអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនផ្លូវអាកាសខណៈដែលទេសចរមួយចំនួនត្រូវតភ្ជាប់ពីតំបន់អឺរ៉ុបបើទោះបីជាយ៉ាងនេះក្តីអគ្គនាយកគ្រឹះស្ថានអង្គររូបនេះបានគូបញ្ជាក់ថាក្រសួងទេសចរកំពុងជំរុញការរៀបចំយុទ្ធសាស្ត្រតាក់ទាញភ្ញៀវទេសចរឡើងវិញតាមរយៈការអភិវឌ្ឍផលិតផលទេសចរថ្មីៗឲ្យកាន់តែសម្បូរបែបលោក QT ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាបបានកត់សម្គាល់ថាក្រោយវិបត្តិ COVID-19 ចំនួនភ្ញៀវទេសចរអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែក្តីបារម្ភអំពីបញ្ហាសុវត្ថិភាពនិងការឆបោកតាមប្រព័ន្ធអនឡាញបើទោះបីជាយ៉ាងនេះក្តីលោកជឿជាក់ថាយុទ្ធនាការបោសសម្អាតបទល្មើសនេះរបស់រដ្ឋាភិបាលនឹងជួយស្ដារទំនុកចិត្តឲ្យភ្ញៀវទេសចរវិលត្រឡប់មកវិញទន្ទឹមនឹងនេះលោកក៏រំពឹងថាកំណើនទេសចរអន្តរជាតិនឹងងើបឡើងនៅចុងឆ្នាំ2026ខាងមុខក្រោយពេលដែលស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃមានភាពធូរស្រាលយោងតាមគ្រឹះស្ថានអង្គរនៅក្នុងឆ្នាំ2025កម្ពុជារកចំណូលបានជិត$45 លានពីការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរដែលមានការធ្លាក់ចុះ 6.51% បើធៀបនឹងឆ្នាំ2024ដោយឡែកយោងតាមក្រសួងទេសចរកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន 5.57 លាននាក់នៅក្នុងឆ្នាំ2025ធ្លាក់ចុះជិត 17% បើធៀបនឹងឆ្នាំ2024